សូមនមស្ការថ្វាយបង្គំដល់ប្រជុំ3នៃបត្រៃរដ្ឋក៏ដូចជាសូមគោរពនិងជំរាបសួរទៅដល់បងប្អូនដែលប្រើប្រាស់នៅបណ្ដាញសង្គមទាំងអស់អ្នកទាំងគ្នាថ្ងៃនេះវិលមកជួបខ្ញុំសារជាថ្មីចេញពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍគំនិត TDCC Center អ្នកទាំងគ្នានឹងថ្ងៃកម្ដៅថ្ងៃឃើញថាមួយរយៈខ្លីឥឡូវឡើងដល់41 42អង្សាហើយអ្នកទាំងគ្នាមួយរយៈខ្លីមុនគឺត្រឹមតែ38 39អ្នកទាំងគ្នាអញ្ចឹងគឺឃើញថាឡើងលឿនមែនតើអ្នកទាំងគ្នាហើយចាប់ពីពេលនេះតទៅគឺអត់មានចុះទៀតទេកម្ដៅថ្ងៃអ្នកទាំងគ្នាកម្ដៅថ្ងៃនេះអត់មានចុះទៀតទេអ្នកទាំងគ្នាអញ្ចឹងអ្វីជាបច្ច័យដែលធ្វើឲ្យមានកម្ដៅថ្ងៃអ្នកទាំងគ្នាគឺព្រះអាទិត្យជាបច្ច័យអញ្ចឹងបើអត់មានព្រះអាទិត្យទេកម្ដៅថ្ងៃក៏អត់មានដែរអ្នកទាំងគ្នាហើយកម្ដៅថ្ងៃនេះទៀតសោតអ្នកទាំងគ្នាគឺវាអត់មានរូបរាងពិតប្រាកដទេអ្នកទាំងគ្នាអត់មានរូបរាងពិតប្រាកដទេអ្នកទាំងគ្នាវាបានន័យថាវាកើតហើយរលត់ទៅវិញអ្នកទាំងគ្នាវាកើតឡើងដោយមានព្រះអាទិត្យជាបច្ច័យអ្នកទាំងគ្នាកើតឡើងហើយរលត់ទៅវិញអ្នកទាំងគ្នាអញ្ចឹងវារលត់នៅពេលណាគឺវារលត់នៅពេលយប់អ្នកទាំងគ្នាវារលត់នៅពេលយប់អ្នកទាំងគ្នាអញ្ចឹងអានេះសុទ្ធតែជាធម្មៈពិតការពិតទាំងអស់ដែលមិនតម្រូវឲ្យយើងទៅបន្ទុះទៅខឹងទៅទាស់ជាមួយវាទេអ្នកទាំងគ្នាអញ្ចឹងគេពិតរបស់គេហើយយើងទៅបន្ទុះជាមួយគេពិតមិនអ្នកទាំងគ្នាអញ្ចឹងអានេះអ្នកខ្លះខឹងថ្ងៃអីចឹងទៅអ្នកទាំងគ្នាថ្ងៃក្តៅខ្លាំងពេកដល់ភ្លៀងច្រើនខឹងភ្លៀងអញ្ចឹងទៅអ្នកទាំងគ្នាពិបាករស់ស៊ីអញ្ចឹងអត់មានត្រូវទៅខឹងគេទេគេពិតរបស់គេអ្នកទាំងគ្នាគេមុននឹងកើតមានហ្នឹងគេមានហេតុបច្ច័យរបស់គេច្បាស់លាស់អ្នកទាំងគ្នាហេតុបច្ច័យរបស់គេច្បាស់លាស់បានគេកើតមានអ្នកទាំងគ្នាអញ្ចឹងអានេះខ្ញុំនិយាយលេងតិចណាអ្នកទាំងគ្នាតាក់ទងជាមួយនឹងធម្មៈអ្នកទាំងគ្នាទី2ខ្ញុំនិយាយអំពីសេរីសួស្តីទៀតហើយអ្នកទាំងគ្នាហ្នឹងហើយដោយសារមានសំណួរអញ្ចឹងយើងមើលបុគ្គលខ្លះគាត់ជាគ្រូគាត់មានបាយសីមានអាសនៈហើយអ្នកខ្លះគាត់គោរពជំនឿទៅលើរបស់ឬក៏បុគ្គលផ្សេងសភាវៈផ្សេងអ្នកទាំងគ្នាហើយអ្នកខ្លះគាត់មានជំនឿទៅលើប្រភូមិជំនាងផ្ទះរុកអរិយអ្នកតាអ្នកទាំងគ្នាជាដើមអញ្ចឹងទៅអ្នកទាំងគ្នាអញ្ចឹងការដែលយើងមានជំនឿបែបនេះគឺយើងអត់ខុសទេខ្ញុំបញ្ជាក់ថាយើងអត់ខុសទេអ្នកទាំងគ្នាពីព្រោះផ្នត់កំណត់ខ្មែរយើងពីដើមមកក៏យើងមានច្រើនដែរតាក់ទងនឹងរឿងទាំងអស់ហ្នឹងបញ្ហាទាំងអស់ហ្នឹងហើយអ្នកទាំងគ្នាហើយអាគមសមអាយុអីចឹងទៅអ្នកទាំងគ្នាអាគមសមអាយុបានន័យថាជាជំនួយជួយយើងបានមួយផ្នែកអ្នកទាំងគ្នាជួយយើងបានមួយផ្នែកអ្នកទាំងគ្នាអានេះខ្ញុំមិនបដិសេធទេអ្នកទាំងគ្នាតាក់ទងជាមួយនឹងផ្នត់កំណត់នៃជំនឿដែលយើងមានតាំងពីដើមមកទល់បច្ចុប្បន្ននេះអ្នកទាំងគ្នាប៉ុន្តែដូចជាមុនអាគមដូចជាគ្រូម៉នេះនៅពេលដែលយើងខឹងនរណាម្នាក់នៅពេលដែលមានរឿងអីយើងខឹងនរណាម្នាក់គាត់អត់អាចមកជួយឲ្យយើងបាត់ខឹងទេអ្នកទាំងគ្នាអត់អាចជួយឲ្យយើងបាត់ខឹងទេអញ្ចឹងបើយើងអត់បាត់ខឹងបានន័យថាយើងអត់មានសេចក្តីសុខនឹងឯងអ្នកទាំងគ្នាយើងអត់មានសេចក្តីសុខនឹងឯងអ្នកទាំងគ្នាអញ្ចឹងដូចអរុកអរិយអ្នកតាពពួកអមនុស្សសភាវៈផ្សេងជំនាងផ្ទះប្រភូមិអីនេះអ្នកទាំងគ្នានៅពេលដែលយើងកើតទុក្ខក៏លោកអត់ចេះមកជួយដោះទុក្ខយើងដែរអ្នកទាំងគ្នានៅពេលដែលយើងខឹងបន្ទុះរឿងអីមួយក៏លោកអត់ចេះមកឥឡូវអ្នកឯងធ្វើអញ្ចេះឲ្យបាត់ខឹងបាត់បន្ទុះអត់ទេអ្នកទាំងគ្នាអត់ទេអ្នកទាំងគ្នាអញ្ចឹងមានតែពធនេះទេអ្នកទាំងគ្នាដែលប្រាប់យើងអំពីគេហៅថាធម្មៈពិតប្រាប់យើងអំពីការពិតដើម្បីឲ្យយើងលែងបន្ទុះអ្នកទាំងគ្នាលែងខឹងលែងស្អប់លែងកើតទុក្ខអ្នកទាំងគ្នាអញ្ចឹងជារួមបានន័យថាពធគឺជារឿងដែលសំខាន់បំផុតអ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាជំនឿទៅលើអ្វីក៏ជំនឿទៅតែកុំភ្លេចពធអ្នកទាំងគ្នាកុំភ្លេចពធអ្នកទាំងគ្នាខ្ញុំឧទាហរណ៍ថាគេនិយាយដើមមិនល្អពីយើងអញ្ចឹងបើយើងមានគ្រូមកគ្រូខ្លះគ្រាន់តែគេនិយាយដើមនោះក៏ខឹងគេដែរអ្នកទាំងគ្នាបន្ទុះស្អប់គេគុំគួនគេអ្នកទាំងគ្នាមើលគ្រាន់តែអញ្ចឹងកើតឡើងគឺកើតទុកបាត់ហើយអ្នកទាំងគ្នាសួរតែគ្រូបាទអាចារ្យរបស់គាត់នឹងមកជួយបញ្ហាទាំងអស់នឹងបានទេគឺអត់បានទេគឺអត់បានទេអ្នកទាំងគ្នាប៉ុន្តែមានតែពធនេះទេអ្នកទាំងគ្នាអញ្ចឹងសម្រាប់អ្នកដែលយល់ធម៌គឺគេដឹងថាទី1អ្នកដែលនិយាយដើមគេគឺជាការពិតបានន័យថាមានជាប្រកបដីមានជាការពិតយើងអត់អាចខាត់កុំឲ្យបុគ្គលនឹងមកនិយាយមិនល្អពីយើងបានទេអាហ្នឹងយើងទទួលស្គាល់អញ្ចឹងយើងទទួលយកមួយអ្នកទាំងគ្នាទី2អ្វីដែលឮគេហៅថាវិបាកកម្មហ្នឹងគឺតិចអ្នកឮអញ្ចឹងអ្នកដែលយល់ធម៌គឺគេបកគលការឮហ្នឹងទៅឲ្យតិចហើយពីព្រោះគេដឹងថាវាអត់មានខ្លួនគេអ្នកឮទេ
chẳng bạc cô ca lư nâng tại tại chia tới chẳng sợ tệ thằng sợ tập thán cứ dư rầm lật chẳng nè tắc niệm rầm lật luôn ai chẳng đỡ pe đầy lư ai muối mình lõ chẳng dương bạc cô ca lư nâng tại tại chia rồi có ai tại ca lư ai tại ca khơi ai tại ca đăng chẳng bạc cô rương tặng nâng rồi bỏ tặng nâng tại tại chia tại ai phê ai chấm mò ai đát ai cai tới nè tắc niệm vì pro anh nâng cứ chia rồi bỏ kia đôi giờ sầm lên chẳng cứ cu chấm muối kia nó cứ tại chia hay dương tới triệt triệt cái rương bọc kỹ nè thật nè dương ở miền sệt ấy tới triệt triệt rương bọc kỹ tê ở rút chỉ cu bọc nè dương ở miền sệt ấy tới triệt triệt xôm ai rút nâng mò chỉ mùi tới chia tê nè thật nè xôm ai rút nâng mò chỉ mùi chỉ mò ai chỉ mò đăng khăn rút nâng tê nè thật nè anh chẳng cái cu bọc kỹ anh chẳng hay dương tới triệt triệt ấy nè thật nè anh chẳng cái cu cái bo đầm mắt cái cá miền cá bự anh chẳng bọc kỹ mà cu anh chẳng hay dương tới chạp dọc chạp bạc can thà kê nâng chỉ dừng anh nâng nghe nè tạc này kê nâng chỉ dừng nè tạc này chẳng đòi dương chạp bạc can thà kê chỉ dừng chẳng tới đòi bị bạ cam bọc kê vì châu tam nâng miền tam nâng dương cả tục từ nè tạc này phân tay bởi dương chạp bạc can thà nè chỉ chuyện cho mò hòn đát cài nâng chia bỏ dương rút sầm lên khăn ru ấy chẳng mình men chia bỏ dương cái miền cu bọc kê chẳng bọc cu nâng ai kê tới nè tắc này anh chẳng dương vi lên cát tục bắt hai nè tắc này vi miền ấy trời cát tục nè tắc này vi miền ấy trời cát tục nè tắc này vi pru họ thầm lên mó mình lõ bạc cô ai từ chia tới cu bò kỳ nè tắc này nâng hai cái hai tháng bạn ấy tháng thòm mẹ nè tắc này thòm mẹ tặng nâng anh chẳng dương ru nơi miền sọt tay chỉ thòm mẹ miền sọt tại chỉ thòm mẹ hay miền sấy đây mình men chỉ thòm mẹ nè tắc này miền sấy đây mình men chỉ thòm mẹ nè tắc này anh chẳng thòm mẹ tặng nâng cứ cái miền cu bò kỳ chẳng nè tắc này cái miền cu bò kỳ chẳng nè tắc này hay dương rồi ngay nâng bật tu chỉ mui ta sầm lên ta chia đầy lư sầm lên những ấy bật tu chỉ mui phê đây khơi như ruột những ấy nè tắc này chỉ bật tu chỉ mui khăn đây chỉ mò đăng những ấy nè tắc này bật tu chỉ mui rua đây ăn đạt đăng những ấy nè tắc này bật tu chỉ mui cái đai từ chia là nghe tăng rừng nhòa tun này chẳng tới nè tắc này tam dạ cài đừng vật tu ta cho mua tặng nó ngày cả túc có cho mua tặng nó bị pro tặng nó cứ chia thuê đây từ tua vị bạn này cam nè tắc này thuê đây từ tua vị bạn này cam nè tắc này chẳng dương bạc cô lại kia mà cu chẳng